កាលពីព្រេងនេះមានបុរសវ័យក្មេងម្នាក់មិនសប្បាយចិត្តនឹងជីវិតរបស់គាត់សោះគាត់មានអារម្មណ៍បាក់ទឹកចិត្តនិងវេទនាគ្រប់ពេលគាត់បានលើគេនិយាយអំពីគ្រូសែនម្នាក់ដែលរស់នៅក្នុងទីក្រុងក្បែរនោះថ្ងៃមួយគាត់បានសម្រេចចិត្តទៅជួបគ្រូសែននោះដើម្បីសូមដំណោះស្រាយចំពោះបញ្ហារបស់គាត់បុរសវ័យក្មេងបានទៅជួបគ្រូសែនហើយនិយាយថាលោកគ្រូខ្ញុំមានបញ្ហាជាច្រើនក្នុងជីវិតដែលធ្វើឲ្យខ្ញុំសោកសៅជានិច្ចសូមប្រាប់ខ្ញុំពីដំណោះស្រាយផងតើខ្ញុំអាចសប្បាយរីករាយដោយរបៀបណាគ្រូសែនបានស្ដាប់គាត់ដោយយកចិត្តទុកដាក់បន្ទាប់មកក៏ក្រោកឈរបុរសវ័យក្មេងមានការភ័ន្តច្រឡំនៅពេលឃើញគាត់ចាក់ចែងដោយមិននិយាយអ្វីសោះប៉ុន្តែគាត់បានរងចាំបន្ទាប់ពីមួយសន្ទុះគ្រូសែនបានត្រឡប់មកវិញជាមួយកែវទឹកមួយនិងចានអំបិលមួយពេញគ្រូសែនបានឲ្យបុរសនោះយកអំបិលមួយក្តាប់ពីចាននោះដាក់ចូលក្នុងកែវហើយផឹកទឹកនោះបុរសវ័យក្មេងមានការភ័ន្តច្រឡំប៉ុន្តែបានធ្វើតាមការណែនាំរបស់គ្រូបន្ទាប់មកគ្រូសែនបានសួរថាតើវាមានរសជាតិយ៉ាងណាបុរសវ័យក្មេងឆ្លើយថាវាប្រៃណាស់ខ្ញុំអាចភ្លក់បានតែរសជាតិអំបិលប៉ុណ្ណោះបន្ទាប់មកគ្រូសែនបានឲ្យបុរសវ័យក្មេងយកអំបិលមួយក្តាប់ហើយទៅជាមួយគាត់ពួកគេទាំងពីរបានទៅបឹងមួយក្បែរនោះបន្ទាប់មកគ្រូសែនបាននិយាយថាឥឡូវនេះចូលដាក់អំបិលនេះចូលក្នុងបឹងបុរសវ័យក្មេងបានចោលអំបិលមួយក្តាប់របស់គាត់ចូលទៅក្នុងទឹកបឹងបន្ទាប់ពីនោះគ្រូសែនបានឲ្យគាត់ផឹកទឹកពីបឹងបុរសវ័យក្មេងបានយកទឹកខ្លះហើយផឹកបន្ទាប់មកគ្រូសែនបានសួរថាតើវាមានរសជាតិយ៉ាងណាបុរសវ័យក្មេងឆ្លើយថាលោកគ្រូវាមានរសជាតិឆ្ងាញ់គ្រូសែនសួរម្ដងទៀតថាតើអ្នកអាចភ្លក់រសជាតិអំបិលក្នុងទឹកនេះបានទេបុរសវ័យក្មេងឆ្លើយថាអត់ទេមិនបន្តិចសោះគ្រូនិងបុរសវ័យក្មេងបានអង្គុយក្បែរបឹងនោះគ្រូបានដាក់ដៃរបស់គាត់នៅលើស្មាបុរសវ័យក្មេងហើយនិយាយថាអោសំឡាញ់ការឈឺចាប់នៃជីវិតគឺដូចជាអំបិលសុទ្ធគ្មានច្រើនគ្មានតិចបរិមាណនៃការឈឺចាប់ក្នុងជីវិតនៅតែដុតដែរប៉ុន្តែបរិមាណដែលយើងភ្លក់រសជាតិការឈឺចាប់អាស្រ័យលើធុងដែលយើងដាក់វាចូលដូច្នេះនៅពេលអ្នកឈឺចាប់អ្វីដែលអ្នកអាចធ្វើបានគឺពង្រីកអារម្មណ៍របស់អ្នកឲ្យធំជាងមុនកុំធ្វើជាកែវទៀតឡើយចូលធ្វើជាបឹងវិញឥឡូវនេះកែវទឹកនិងបឹងបង្ហាញពីការអត់ធ្មត់របស់យើងហើយប្រសិនបើយើងមើលក្នុងជីវិតរបស់យើងនឹងឃើញថាប្រសិនបើអ្នកមានការអត់ធ្មត់តិចតួចដូចជាកែវទឹកនោះសូម្បីតែបញ្ហាតូចតាចក្នុងជីវិតរបស់អ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ធំសម្រាប់អ្នកដែរហើយប្រសិនបើអ្នកមានការអត់ធ្មត់ច្រើនដូចជាបឹងនោះសូម្បីតែបញ្ហាធំបំផុតក៏មិនអាចរំខានអ្នកខ្លាំងពេកដែរជាការពិតទៅមានការលំបាកក្នុងជីវិតរបស់មនុស្សគ្រប់រូបតាមពិតទៅគ្មានមនុស្សណាម្នាក់ក្នុងโลกនេះដែលគ្មានការលំបាកក្នុងជីវិតរបស់គេទេការលំបាកគឺជាផ្នែកមួយនៃជីវិតរបស់យើង